ស្ដីអ្នកទាំងគ្នាថ្ងៃនេះផងដែរខ្ញុំមកបរៀនអ្នកទាំងគ្នាពីរបៀប live ហើយអ្វីដែលយើងត្រូវយកសំខាន់ជាងគេនោះគឺនេះកម្មវិធីហ្នឹងយើងយកមក live ឥឡូវនេះខ្ញុំចូលទៅកន្លែង Play Store ចូលទៅអ្នកគ្នាចុចឡើង search ពាក្យថា search ហ្នឹងហើយអ្នកចុចឡើង search នេះមកបើសិនជាទូរស័ព្ទអ្នកទាំងគ្នាបែបនេះអ្នកទាំងគ្នាចុចឡើងនេះឡើងហ្នឹងតោះមកចុចឡើងនេះមកចុចឡើងហ្នឹងហើយអ្នកទាំងគ្នាដាក់អក្សរនេះអក្សរ M ហ្នឹងដាក់មកហើយអ្នកទាំងគ្នាដាក់ពាក្យថា search វានឹងចេញអានេះមកអ្នកទាំងគ្នាចុចចូលហើយអ្នកទាំងគ្នាដំឡើងវាមកឥឡូវនេះខ្ញុំដំឡើងវាហើយបន្ទាប់ពីដំឡើងវាហើយនៅពេលដែលដំឡើងនេះវាហើយអ្នកទាំងគ្នាចុចលើវាហើយទៅវានឹងចេញរូបបែបនេះចេញរូបបែបហ្នឹងការ live បើយើងចង់ live ពី game អីមួយជា game នេះអីហ្នឹងគឺយើងទៅការកម្មវិធី live ហ្នឹងឯងកម្មវិធី live មានតែប៉ុណ្្នឹងទេអូខេហ្នឹងហើយអ្នកទាំងគ្នាឥឡូវនេះខ្ញុំសូមណែនាំ page របស់ខ្ញុំផងដែរដោយសារតែ page របស់ខ្ញុំអត់សូវមានអ្នកស្គាល់ទេចុចមក VEE តមកដាក់អក្សរ L នេះយើងឈប់នេះយើងចុចឡើងនេះចុចឡើងហ្នឹងមកវាឡើងទៅជាធំយើងចុច L ធំហ្នឹងមកតមកចុចអក្សរ A នេះ2ដងនេះតោះនេះមួយឈ្មោះនេះមកហើយអ្នកទាំងគ្នាដាក់007នេះមើលតែឈ្មោះនេះជាមួយនឹងឈ្មោះនេះដូចគ្នាអញ្ចឹងទៅចូលទៅនៅពេលដែលចុចមកដល់ហើយអ្នកទាំងគ្នានេះគឺជា page របស់ខ្ញុំហ្នឹងតឹងរឿងចាំហើយនេះសុទ្ធតែវីដេអូដែលខ្ញុំផុសអានេះនិយាយទៅអានេះវីដេអូដែលខ្ញុំផុសទាំងអស់ហ្នឹងសុទ្ធតែវីដេអូដែលខ្ញុំផុសទាំងអស់ហ្នឹងហើយវីដេអូដែលខ្ញុំផុសទាំងអស់មានទាំងអស់អាហ្នឹងជាវីដេអូខ្ញុំហ្នឹងយ៉ាអា page នេះក៏ page របស់ខ្ញុំដែរនេះ page នេះឥឡូវនេះយើងសាកចូលទៅ page ហ្នឹងដែរហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នេះសិនទេបើសិនជាអ្នកទាំងនេះចង់ឲ្យខ្ញុំបរៀនពីអីទៀតកុំភ្លេចជួយ comment ផង